រដ្ឋវ៉ាស៊ីនតោនរបស់សហរដ្ឋអាមេរិកជួបប្រទះទឹកជំនន់ទឹកភ្លៀងខណៈអាជ្ញាធរព្រមានឲ្យអ្នកស្រុកជម្លៀសខ្លួនការបាក់ទំនប់ទឹកនៅរដ្ឋវ៉ាស៊ីនតោនរបស់សហរដ្ឋអាមេរិកក្រោយពីមានភ្លៀងធ្លាក់ខ្លាំងក្លាអស់ជាច្រើនថ្ងៃបាននាំឲ្យមានការប្រមានអំពីទឹកជំនន់យ៉ាងកំហុសនិងបទបញ្ជាឲ្យប្រជាពលរដ្ឋជម្លៀសចេញកាលពីថ្ងៃច័ន្ទ15ធ្នូប៉ុន្តែអាជ្ញាធរបាននិយាយថាការជួសជុលកំពុងដំណើរការហើយភ្លៀងធ្លាក់ខ្លាំងក្នុងសប្តាហ៍នេះបានគ្របដណ្ដប់ទូទាំងភាគខាងលិចរដ្ឋវ៉ាស៊ីនតោនដោយជន់លិចផ្លូវថ្នល់និងដីស្រែចម្ការបង្កឲ្យមានការដាច់ចរន្តអគ្គិសនីនិងបង្ខំឲ្យសាលារៀនបិទទ្វារនៅទូទាំងតំបន់គណៈព្យាករណ៍បានប្រមានថាអាកាសធាតុកាន់តែអាក្រក់អាចនឹងកាត់ឡើងអ្នកបើកបរជួបការរំខានរួចទៅហើយដោយទឹកជំនន់កាត់ផ្ដាច់ផ្លូវជាច្រើនខ្សែហើយការលំបាកបង្កភាពវឹកវរកាន់តែខ្លាំងនាយកគ្រប់គ្រងគ្រោះអាសន្ននៃតំបន់ឃីងរដ្ឋវ៉ាស៊ីនតោនបាននិយាយថាការជួសជុលទំនប់អាចចំណាយពេលជាច្រើនម៉ោងហើយមន្ត្រីកំពុងតាមដានយ៉ាងដិតដល់នៅទំនប់ផ្សេងទៀតក្បែរតំបន់សៀលតែលជាទីដែលផ្នែកតូចមួយទំនប់ក៏អាចបាក់ក្នុងទឹកជំនន់ផងដែរជាមួយគ្នានេះអាជ្ញាធរបានជំរុញឲ្យប្រជាពលរដ្ឋជៀសវាងការបើកបរឆ្លងកាត់តំបន់ជន់លិចខណៈកម្រិតទឹកកំពុងកើនឡើងដែលជំរុញឲ្យកសិករនៅជិតច្រាំងទន្លេជម្លៀសសត្វពាហនៈនិងឧបករណ៍ទៅទីទួលខ្ពស់ហើយប្រជាជនក្នុងតំបន់ជាច្រើនទៀតបន្តតាមដានកម្រិតទឹកយ៉ាងដិតដល់